cô đau bao nhiêu ở trong ban đầm nay thành nạ tuồng ti bôn sải để mà đi để cứ sánh son để phiếp trong ban sọc tê dương ạ bị quật ở ban đi chầm ran bị khơi bị chia po rọt dương miên thuần thiên chả hay ở miên chi phiếp ởภาษาบันนังสบายจัดចូលរួមដោយសារបទពិសោធន៍ក្នុងជីវិតយើងអាការឈឺចាប់របស់យើងដូចខ្ញុំមានម្ដាយឪពុកខ្ញុំគេសម្លាប់ជំនាន់ពលពតកាលនៅក្មេងនៅអាយុទុំ3 4 10អញ្ចឹងទៅពេលនោះសម្រាប់ចិត្តថាខ្ញុំត្រូវតែធ្វើនេះដើម្បីជាតិខ្ញុំអាការយើងយកអាការឈឺចាប់ហ្នឹងយកមកធ្វើជាធម្មពលដើម្បីជំរុញការងារមួយឲ្យមានវិជ្ជមានណាតែដូចខ្លួនឯងយកអាការឈឺចាប់របស់ខ្លួនឯងមកជួយសង្គមអស់មែនតើព្រោះអ្នកខ្លះដូចមីងពូខ្ញុំគាត់ក៏ឆ្លងចំណត់ពលពតដែរតែដល់ការឈឺចាប់គាត់ធ្វើឲ្យគាត់ភ័យអញ្ចឹងគាត់អត់ចង់មកស្រុកខ្មែរគាត់ចង់មកចិត្តព្រោះគាត់អត់ចង់ម្ដងទៀតចាអញ្ចឹងទៅវាមនុស្សយើងខុសគ្នាអញ្ចឹងបងឯងហើយអ្នកផ្សេងទៀតយកអាការឈឺចាប់ហ្នឹងមកជាធម្មពលជំរុញមកងាយរយណាតែអ្នកគ្រប់គ្រងយើងអ្នកចូលរួមនេះក៏ច្រើនដែរគាត់មិនមែនតែសារចង់បានអីបងឯងដែលគិតថាខ្លាយទៅជាក្រុមប្រឹក្សាអីដែរដំបូងហើយខ្ញុំអត់ដែលគិតសម័យថាខ្ញុំខ្លាចជាក្រុមប្រឹក្សានៅក្នុងតំបន់ដែលខ្ញុំរស់នៅដោយសារតែក្តីស្រឡាញ់ពីខ្លួនឯងចាឃើញថាបើសិនជាយើងគិតពីអាយុកាលរបស់យើងទៅយើង38ឆ្នាំផុតទៅហើយអញ្ចឹងសួរខ្លួនឯងថាតើសល់រយៈពេលប្រហែលទៀតដែលនៅសល់ហើយធ្វើអីមុនគេសំខាន់ហើយគិតថាពិតជាមានតម្លៃដែលយើងមានដង្ហើមនៅដកមានកម្លាំងនៅធ្វើបានហើយបើសិនជាយើងជាពលរដ្ឋម្នាក់ដែលមានវត្តមានលើដែនដីសវណ្ណភូមិរបស់យើងនេះដែលយើងមិនបានតាំងមកចំណិតបុព្វបុរសយើងផងហើយយើងនៅខ្លាចល្អទី1ខ្លាចចាខ្លាចហ្នឹងគឺធ្វើឲ្យយើងស្លាប់គោលដៅរបស់ខ្ញុំអត់ចង់បានតំណែងឋានៈទួនាទីបុណ្យសាអីទេអំណាចអីទេគឺស្រឡាញ់សន្តិភាពចង់បានស្រុកទេសយើងអភិវឌ្ឍឲ្យបានរីកចម្រើនទៅឃើញប្រជាពលរដ្ឋយើងមានធនធានចាហើយឲ្យមានជីវភាពល្អប្រសើរប៉ុណ្ណឹងខ្ញុំសប្បាយចិត្តទេព្រោះរយៈកន្លងមកនេះការងាររបស់ខ្ញុំជាបទពិសោធន៍មកគឺខ្ញុំស្រឡាញ់ខាងការងារជួយសង្គមហើយក្នុងវិស័យដូចជាវិស័យកសិកម្មវិស័យអប់រំខ្ញុំបានបម្រើនៅក្នុងសង្គមយើងហើយខ្ញុំលះបង់ដោយក្តីស្រឡាញ់យើងលះបង់អត់បានគិតពីកម្រៃគិតពីប្រយោជន៍ថាគោលដៅរបស់ខ្ញុំចូលមកនេះគឺខ្ញុំចង់បានជាក្រុមប្រឹក្សាឬក៏ជាតំណាងនៅក្នុងតំបន់របស់ខ្ញុំអត់ដែរចង់បានទេអត់ដែរចង់គិតទេប៉ុន្តែគ្រាន់ថាអ្វីដែលបានមកគឺទទួលយកដោយពេញចិត្តរីករាយហើយអ្វីដែលមិនបានក៏មិនបានប្រតិកម្មនៅក្នុងរឿងហ្នឹងដែរប៉ុន្តែមានគោលចំហមួយមានឆន្ទៈមួយគឺដំណើរទៅមុខហើយធ្វើអ្វីដែលជាប្រយោជន៍សម្រាប់សង្គមយើងត្រូវការព្រោះយើងនៅខ្វះច្រើនណាស់កន្លែងដែលអ្នកដែលគិតបាទខ្ញុំចាប់អារម្មណ៍អ្វីដែលបងឯងនិយាយតែប៉ះដល់បេះដូងខ្ញុំពាក្យស្រឡាញ់យើងគួរដើមកដោយសារខ្ញុំចូលរួមនេះណាយើងធ្វើដោយសារសេចក្តីស្រឡាញ់និយាយទៅគ្មានស្អីដោយសារសេចក្តីស្រឡាញ់ហ្នឹងយើងលះបង់យើងអត់ចង់បានអីមកវិញហើយអាការឈឺចាប់អញ្ចឹងបាទអញ្ចឹងអាការឈឺចាប់យើងហ្នឹងធ្វើហើយសេចក្តីស្រឡាញ់ហ្នឹងដែលជំរុញឲ្យពួកយើងហើយអញ្ចឹងខ្ញុំជួបអ្នកផ្សេងភាគច្រើននិយាយពាក្យខុសៗគ្នាបន្តិចក៏ប៉ុន្តែមូលដ្ឋានគឺសេចក្តីស្រឡាញ់ប្រទេសជាតិស្រឡាញ់សង្គមយើងស្រឡាញ់យុត្តិធម៌ជួលកន្លែងហ្នឹងខ្លាំងដែលចាក់ដោតខ្ញុំខ្លាំងគឺពាក្យម៉ាត់យុត្តិធម៌ព្រោះពេលខ្លះខ្ញុំប្រឡូកក្នុងសង្គមយើងគឺឃើញភាពអយុត្តិធម៌វាធ្វើឲ្យយើងឈឺចាប់បំផុតអញ្ចឹងយើងចង់ពេលផ្នែកយើងនៅមើលឃើញតែជាយើងនៅស្ដាប់ឮគឺយើងចង់បានយុត្តិធម៌ឲ្យបងប្អូនចា៎បាទសួរឡើងទឹកដែរអត់គិត